នោះមិនចាំបាច់បុរសម្នាក់និងស្ត្រីម្នាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងប្រជាជនដែលចុះចតនៅលើកោះនេះសុទ្ធតែស្លៀកសម្លៀកបំពាក់ស្អាតនិងអ្នកទាំងពីរដើរហួសផ្លូវនឹកស្មានមិនដល់វាស្ទើរតែបង្កការយល់ច្រឡំសំណាងល្អឆាលីនិយាយភាសាអង់គ្លេសដែលធ្លាប់ស្គាល់នេះបានបំបត្តិការសង្ស័យរបស់ពួកគេអ្វីដែលធ្វើឲ្យប្រធានក្រុមភ្ញាក់ផ្អើលជាងនេះទៅមនុស្សទាំងពីរនាក់នេះថែមទាំងយល់ពីឥរិយាបថវាងអភិជនទោះបីជាចលនានេះរឹងបន្តិចក៏ដោយប៉ុន្តែវាក៏បានធ្វើឲ្យគាត់ឆ្ងល់ថាតើអភិជនមួយណាអាចជាម្ចាស់កន្លែងនេះទោះយ៉ាងណាក៏ដោយបន្ទាប់ពីការសាកសួរមួយចំនួនវាប្រែថាអ្នកទាំងពីរបានជាប់នៅលើកោះវាលខ្សាច់តាំងពីកុមារភាពហើយខ្ញុំគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងដើម្បីបង្ហាញការគោរពគ្នាទៅវិញទៅមកប្រធានក្រុមបាននាំកូនស្រីរបស់គាត់ទៅជួបពួកគេដោយមិននឹកស្មានដល់វាជាលើកទី1ហើយដែលអៃរីនបានឃើញឆាលីមានសំណាងខ្លះនៅលើមុខរបស់គាត់ទោះយ៉ាងណាឆាលីនិងអាមីមិនដែលបានឃើញពិភពលោកច្រើនទេហើយចាត់ទុកផលិតផលសូត្រនៅលើអៃរីនជាទ្រព្យសម្បត្តិទោះបីជាអៃរីនខ្មាស់អៀនបន្តិចប៉ុន្តែជាការស្វាគមន៍យ៉ាងរាក់ទាក់ដូច្នេះមនុស្សម្នាក់បានផ្ដោតខ្សែបូចម្រុះពណ៌ក្រឡេកមើលរូបរាងអេកូឡូស៊ីរបស់អ្នកទាំងពីរអៃរីននិងឪពុកនាងពិតជាមិនដឹងថាត្រូវនិយាយអ្វីទេនៅយប់នោះដើម្បីថ្លែងអំណរគុណដល់អ្នកខាងអាមីបានរៀបចំពិធីអាហារសមុទ្រដ៏សម្បូរបែបហើយអៃរីនបានឃើញគ្រឿងទប់ប្រឡំលោកបែបនេះជាលើកដំបូងខ្ញុំក៏ចំណែននឹងជីវិតនៅលើកោះវាលខ្សាច់នេះដែរនេះគឺជានាវិកម្នាក់អង្គុយនៅចំហៀងគាត់បានបម្រើគាត់ដោយសប្បុរសប៉ុន្តែចម្លែកល្មមមនុស្សម្នាក់នេះមិនត្រឹមតែមិនបានអុកគាត់ថែមទាំងបញ្ចេញអណ្ដាតរបស់គាត់ហើយបន្តបង្កើតសំឡេងបង្កហេតុក្មេងស្រីគិតថាពិធីជប់លៀងផ្សេងទៀតគឺជាភ្ញៀវហើយមិនយកចិត្តខ្ញុំមិនរំពឹងថាគាត់នឹងយកអ៊ីនទេងាកទៅរកភាពលោភលន់របស់នាងចំពោះគុជខ្យងនៅលើក្បាលអាមីនៅថ្ងៃបន្ទាប់អៃរីនបានផ្ញើសម្លៀកបំពាក់មួយគំនិតខ្ញុំចង់ឲ្យពួកគេសម្អាតឲ្យបានត្រឹមត្រូវដោយមិននឹកស្មានដល់ឆាលីមើលទៅឆ្ងាយពីកន្លែងបន្ទាប់ពីពាក់វាទោះជាយ៉ាងណាក៏ដោយអៃរីនមិនត្រឹមតែមិនសាយផ្ទុយទៅវិញគាត់នៅតែសម្លឹងមើលឆាលីដូចគ្នាដែលបានឃើញសមាជិកដទៃទៀតនៃភេទផ្ទុយជាលើកដំបូងក៏បានបង្កើតចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអេរីនទេវាស្អាតណាស់សូមអរគុណលោកគ្រាន់តែបន្ទាប់មកអាមីមិនបាន11បានបែកបាក់នៅក្នុងដើម្បីដោះស្រាយភាពមិនច្បាស់ឥឡូវនេះអេរីនគិតថាពួកគេត្រូវតែធុញទ្រាន់នៅលើកោះវាលខ្សាច់នេះនឹកស្មានមិនដល់ស្រាប់តែអ្នកទាំងពីរចាប់អារម្មណ៍រំរបាំដែលនាងគិតថាគួរឲ្យចាប់អារម្មណ៍នៅមុខអេរីនប៉ុន្តែអៃរីននៅតែបន្តអង្រួនក្បាលរបស់នាងបន្ទាប់ពីហើយគាត់បានសម្រេចចិត្តថាគាត់ចង់ឲ្យពួកគេដឹងថារបាំគឺជាដូច្នេះអៃរីនយកឆាលីដោយដៃនិងរបាំសោទោះជាយ៉ាងណាក៏ដោយឆាលីដែលមិនធ្លាប់មានទំនាក់ទំនងជាមួយនារីទេទៀតត្រូវបានអ្នកគ្រប់គ្រងរបស់អេរីនចាប់ពួកគេដឹងតិចតួចណាស់ថាចូលនីស្និទ្ធស្នាលរបស់ពួកគេធ្វើឲ្យប៉ះពាល់ដល់ភាពមិនច្បាស់នៅចំហៀងលីលៀនត្រូវដុសខាត់ភាពឈួតរបស់នាងវាមិនគួរសំទេចចំពោះអ្នកណាដែលស្ដាប់បន្តិចខ្ញុំសុំទោសប៉ុន្តែនាងមិនចាំបាច់ពាក់វេននាងទេព្រឹកព្រលឹមអាមីបានរកឃើញថ្នាំលាបចៃដន្យមួយចំនួនហើយព្យាយាមធ្វើត្រាប់តាមការតុបតែងប៉ុន្តែខ្ញុំមិនដឹងពីរបៀបគូយ៉ាងស្អាតទេគ្រាន់តែជូតវាលើមុខរបស់អ្នកមួយសន្ទុះក្រោយមកឆាលីទើបតែចុះមកជាន់ក្រោមនៅពេលដែលគាត់បានឃើញអាមីបង្ហាញការតុបតែងខ្លួនដុកឆាលីរំភើបចិត្តណាស់បន្ទាប់មកសើចចំអកឲ្យអាមីលាងវាចេញយ៉ាងឆាប់រហ័សហើយគាត់ទើបតែចាក់ចេញដោយសារតែថ្ងៃនេះអៃរីនបានស្នើសុំឲ្យគាត់ទៅនេសាទនៅគំលេតភ្លាមបានធ្វើឲ្យអាមីខកចិត្តយ៉ាងខ្លាំងដូច្នេះខ្ញុំបានទៅស្រះតែម្នាក់ឯងដើម្បីងូតទឹកដោយមិននឹកស្មានដល់អាកប្បកិរិយារបស់គាត់ត្រូវបានប្រឡេកមើលដោយអ្នកបើកសំពើឃ្លោកហើយបន្តសម្លឹងបាននិយាយថាគាត់បានអញ្ជើញឆាលីទៅនេសាទប៉ុន្តែតាមពិតចិត្តរបស់គាត់មិននៅលើវាតតែសោះគាត់ចង់បានឆាលីនៅលើទូកជាមួយគាត់ដរាបណាបុរសមិនអាចទប់ទល់នឹងការលបួងនេះបានដូច្នេះគាត់បានយកដៃតូចទន់ពីអេរីនហោមកផាហ្វិកដេកក្បែរគាត់ខ្ញុំគិតថាឆាលីបានធ្លាក់ចុះដូចនេះប៉ុន្តែនឹកស្មានមិនដល់ខ្ញុំទើបតែដេកមិញគាត់តូចចិត្តភ្លាមលើសពីនេះទៀតខ្ញុំកំពុងធ្វើអ្វីដែលធ្វើឲ្យអាមីឈឺចាប់ធ្វើឲ្យឆាលីមានអារម្មណ៍ថាមានកំហុសដូច្នេះទោះបីជាមានការរក្សាទុកម្ដងហើយប្រញាប់ទៅផ្ទះយ៉ាងលឿនទន្ទឹមនឹងនេះអាមីនៅផ្ទះកំពុងត្រូវបានជំរុញដោយនាវិកសម្រាប់កន្លែងលាក់ខ្លួនរបស់គុជខ្យងប៉ុន្តែនៅពេលដែលគាត់ទទួលបានគុជខ្យងគាត់ត្រូវបានតាក់ទាញដោយភាពស្រស់ស្អាតរបស់នៅពេលដែលនាវិកហៀបនឹងបោះជំហានទៅមុខទៀតដោយមិននឹកស្មានដល់វាត្រូវបានបញ្ឈប់ដោយឆាលីដែលបានមកបន្ទាប់ពីការប្រយុទ្ធពីឆាលីមិនត្រឹមតែមិនមានការប្រកួតសម្រាប់នាងសូម្បីតែត្រូវបានបាញ់ដោយភីគីមខាងទៀតស្នូកាំភ្លើងបានតាក់ទាញអ្នកដទៃយ៉ាងឆាប់រហ័សពួកគេបានជំរុញឲ្យនាវិកស្ងប់ចិត្តមិននឹកស្មានដល់ជំនួសឲ្យពួកគេថែមទាំងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីសម្លាប់ឆាលីឃើញថាឆាលីចិត្តត្រូវនាវិកសម្លាប់មនុស្សម្នាក់ទៀតបានប្រញាប់ប្រញាល់ទៅជួយដោយមិននឹកស្មានដល់នាវិកហាក់ដូចជាឈួតហើយគាត់ថែមទាំងវីអ្នកដែលបញ្ចុះបញ្ចូលគាត់ឲ្យហើយបន្ទាប់មកទីបំផុតឆាលីបានរកឃើញឱកាសរត់គេចខ្លួនរត់ចូលចម្ងាយប៉ុន្តែនាវិកនៅពីក្រោយគាត់មិនត្រូវបានបាញ់ឆាលីម្ដងទៀតសំណាងល្អការបាញ់មិនបានបុកដែលអនុញ្ញាតឲ្យឆាលីរត់គេចខ្លួនដោយជោគជ័យបន្ទាប់មកនាវិកបានតាមដានយ៉ាងដិតដល់មួយសន្ទុះក្រោយមកអ្នកទាំងពីរបានមកដល់ឆ្នេរដោយសារតែការដួលដោយចៃដន្យរបស់នាវិកកាំភ្លើងអស់កម្លាំងហើយមិនអាចប្រើបានទៀតផ្ញើរបស់គាត់ក៏ត្រូវបានកោះផងដែរនៅពេលនេះឆាលីដែលកំពុងភ័យស្លន់ស្លោបានឃើញត្រីឆ្លាមនៅក្នុងសមុទ្រភ្លាមនោះគាត់មានផែនការហើយគាត់ប្រៀបទៅសមុទ្រនៅពេលដែលអ្នកបើកទូកបានឃើញឆាលីលោតចូលសមុទ្រគាត់បានមុជទឹកដោយមិនគិតច្រើនប៉ុន្តែដោយមិននឹកស្មានដល់ឈាមនៅលើថ្ងាសរបស់គាត់បានតាក់ទាញត្រីឆ្លាមនៅពេលដែលអ្នកបើកទូកបានរកឃើញគាត់ចង់ដកដាវរបស់គាត់ចេញហើយនៅក្នុងវេនតែមួយគាត់ត្រូវបានសម្លាប់ដោយត្រីឆ្លាមពេលឆាលីមកដល់ផ្ទះអាមីគិតថាឆាលីបានរកឃើញក្មេងស្រីស្រស់ស្អាតម្នាក់ដើម្បីបោះចោលគ្រាន់តែនៅពេលដែលគាត់ត្រូវបានគេរៀបចំផ្លូវចិត្តដោយមិននឹកស្មានដល់ឆាលីបានប្រាប់គាត់ថាគាត់គឺជាមនុស្សសំខាន់បំផុតសម្រាប់គាត់បន្ទាប់ពីអ្វីដែលទើបតែកើតហើយអាមេរិករីដែលបានដាច់រឿងនោះនៅថ្ងៃបន្ទាប់ពួកគេបានឈរនៅលើឆ្នេរខ្សាច់ហើយបានឃើញអៃរីននិងប្រធានក្រុមហើយបន្ទាប់មកអ្នកចាប់ផ្ដើមរស់នៅក្នុងជីវិតដែលមិនចេះខ្វល់ខ្វាយពីខ្ញុំមិនដឹងថាវាមានរយៈអាមេផ្ដល់កំណើតឲ្យទីរោសម្រាប់ឆាលីហើយក្រុមគ្រួសារបានរស់នៅយ៉ាងសប្បាយរីករាយនៅលើកោះវាលខ្សាច់នេះ